លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាញាក់នាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិនវេលាម៉ោង 10 នាទីព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2025នេះយោធានកម្ពុជាទាំង18រូបដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល155ថ្ងៃមកហើយត្រូវបានដោះលែងនិងបញ្ជូនត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាពសូមគូបញ្ជាក់ផងដែរថាការដោះលែងយោធានកម្ពុជាចំនួន18រូបត្រឡប់មកកម្ពុជាវិញគឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក្នុងចំណុចទី11ដែលបានកំណត់ថាបន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល72ម៉ោងនៃបទឈប់បាញ់ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង12ថ្ងៃត្រង់ម៉ោងក្នុងស្រុកនៃថ្ងៃទី27ខែធ្នូឆ្នាំ2025ក្នុងដំណើរនៃការវិលត្រឡប់របស់យោធានទាំង18រូបរបស់យើងក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងគណៈកម្មាធិការអន្តរជាតិនៃការកម្ពុជាក្រហម ICRC នាងខ្ញុំសូមជម្រាបថាការដោះលែងយោធានរបស់យើងទាំង18នាក់នេះក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025រវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃក្រោមការធ្វើជាសាក្សីដោយឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីនៃសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីដោយដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជាពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានធានានិងសន្យាយ៉ាងមុតមាំជាមួយក្រុមគ្រួសាររបស់យោធានទាំង18នាក់ក៏ដូចជាប្រជាជននៃទូទាំងប្រទេសថាយើងមិនទុកយោធានរបស់យើងណាម្នាក់ចោលនោះឡើយដោយយើងបានប្រើប្រាស់គ្រប់មធ្យោបាយនិងដំណោះស្រាយទាំងការទូតព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិរហូតសម្រេចបានការដោះលែងនាថ្ងៃនេះដើម្បីឲ្យយោធានរបស់យើងអាចមកជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួនដែលបានទន្ទឹងរង់ចាំដោយក្តីនឹករំលឹកជាពន់ពេករាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាប្រជាជននៃទូទាំងប្រទេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់រហូតជាដល់មានការដោះលែងយោធានកម្ពុជាទាំង18រូបនាថ្ងៃនេះកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់នៃការកសាងការជឿជាក់និងជំនឿទុកចិត្តព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពកិច្ចសហការិកាការអភិវឌ្ឍនិងការវិលត្រឡប់ទៅរកប្រក្រតីឡើងវិញនៃរំលំរំញាប់ជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរនៅពេលដល់ឆាប់ខាងមុខអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃពុធ12កើតខែបុស្សឆ្នាំម្សាញ់សប្បតស័កពុទ្ធសករាជ2565ត្រូវនឹងថ្ងៃទី31ខែធ្នូឆ្នាំ2025ប្រភពក្រសួងការពារជាតិនេះឡាកសឡាកសនេះឡាកសក៏ពីហ្នឹងគ្នានេះមកអរគុណអត់ទៅជួយអើយអត់ទៅជួយអើយ
แล้วก็เป็นพุทธประกอบของโอนเรื่องนี้งานต่ออย่างต่อครับมาจุ่มขยันออกนี่ได้บ้าง